ប្រិយមិត្តណាខ្លះការវិក្មេងគេចូលចិត្តមើលរឿងអាឡាដាំងថ្ងៃនេះដែរអេដមីនក៏បានយករឿងមួយដែលនិយាយអំពីអាឡាដាំងអេនីមេហើយកុំច្រឡំរឿងអាឡាដាំងជាងគងទប់ឲ្យសោះរឿងនេះគឺនិយាយអំពីអនាគតនៃស្ដេចចក្រវាឡអាឡាដាំងនិងអាលីបាបាចាប់ផ្ដើមនៅសាច់រឿងយើងមកគឺយើងបានឃើញក្មេងម្នាក់កំពុងជាប់ឃុំនៅក្នុង Dimension មួយព្រមទាំងបានចោទសួរអ្នកមើលដែរតែខ្ញុំគឺជានរណាឬហើយបរិះមាត្រធំនេះក៏បានប្រាប់ទៅយើងមិនអាចប្រាប់ឯងបានទេថាឯងគឺជានរណាតែយើងក៏អាចឲ្យគោលបំណងទៅឯងបានដើម្បីជ្រើសរើសវាមិនថាទ្រព្យសម្បត្តិអំណាចវេទមន្តឬជីវិតអស់កលជានិច្ចទេឲ្យតែឯងចង់បានយើងក៏អាចឲ្យឯងទាំងអស់ប្រាប់យើងមកថាឯងគឺចង់បានអីនៅក្នុងពេលនេះយើងក៏បានឃើញអាលីបាបាកំពុងធ្វើការងារប្រចាំថ្ងៃហើយជីវិតសពថ្ងៃគឺមិនសូវត្រូវរើជាមួយអ្នកភូមិទេព្រោះអាលីបាបាតែងមានគោលការណ៍ខុសពីគេតែក្រោយមកអាលីបាបាក៏មានការភ្ញាក់ផ្អើលដែរផ្លែឈើជាច្រើនក៏ត្រូវបានក្មេងនេះលួចញ៉ាំហើយតាមការពិតទៅក្មេងនេះក៏មានឈ្មោះថាអាឡាឌីនជាអាឡាដាំងនឹងឯងហើយក៏ជាតួឯកក្នុងសាច់រឿងយើងដែរឃើញបែបនេះអាលីបាបាក៏បានកបួយកអាឡាឌីនតែនៅពេលគេមកទាន់អាលីបាបាក៏បានជួយលាក់បាំងដែរព្រោះខ្លួនឯងមិនចង់គេធ្វើបាបលើក្មេងនេះទេតែសោកស្ដាយណាស់ចុងក្រោយប៉ែហ្នឹងក៏បានដឹងដដែលហ្នឹងស្របពេលដែលរឿងហួសចិត្តក៏បានកើតឡើងដែរអាឡាឌីនក៏បានទៅជួបអាប៉ែហ្នឹងម្ដាលអាលីបាបាក៏ឡើងគាំងព្រមទាំងបានចាប់យកក្មេងនេះមកវិញព្រមទាំងបាននិយាយដោះសារដែរខ្លួនឯងគ្មានចេតនាចង់បង្កបញ្ហាទេហើយខ្លួនក៏មិនដែលស្គាល់ក្មេងនេះដែរតែនេះមិនទាន់ចប់ត្រឹមហ្នឹងទេអាប៉ែហ្នឹងក៏បានធ្វើបាបអាលីបាបាដើម្បីបញ្ចេញកំហឹងរបស់ខ្លួនឯងក៏បានធ្វើខូចខាតរបស់យើងអញ្ចឹងហើយឯងមិនរួចខ្លួនទេបើឯងមិនសងមកយើងទេឯងច្បាស់ជាមានបញ្ហានៅទីនេះហើយនៅពេលយប់ឡើងអាលីបាបាក៏បានលួចជាអាប៉ែនោះត្រង់នេះក៏បានឲ្យយើងដឹងថាអាប៉ែម៉ាប់នឹងក៏មានឈ្មោះថាប៊ូដែលខណៈដែលអាឡាឌីនវិញគឺបានលួចញ៉ាំផ្លែឈើអស់ទៀតហើយនិយាយទៅអាលីបាបាមិនដឹងត្រូវនិយាយអីទៅកាន់អាឡាឌីនទេបន្តមកអាឡាឌីនក៏បានចោទសួរទៅអាលីបាបាហើយដែលបានជាគាត់ចង់ទៅប្រាសាទនេះដងចងមួយឬហើយអាលីបាបាក៏បានតបទៅវិញកាលពី14ឆ្នាំមុនគឺមានប្រាសាទអាថ៌កំបាំងមួយក៏បានផុសចេញមកហើយអ្នកដែលបានរកឃើញវាគឺអាចទាមទារយកទ្រព្យសម្បត្តិឬអំណាចណាមួយក៏បានបើទោះបីគ្មានអ្នកណាឃើញវាផ្ទាល់ភ្នែកមែនអាលីបាបាក៏បានជឿជាក់ថាវាជារឿងការពិតដែរហើយបើតាមសម្ដីរបស់អាលីបាបាប្រហែលជាគាត់ក៏បានធ្លាប់ឃើញកម្រាលព្រំដែលហៅថា Cloud ទើបគាត់គឺជឿជាក់លើរឿងរ៉ាវទាំងអស់នេះនៅព្រឹកឡើងអាឡាឌីនក៏បានចោទសួរតាអាលីបាបាតើរឿងយប់មិញគឺជាការពិតឬអត់ហើយដងចងនោះគឺនៅទីណាឬអាលីបាបាក៏បានប្រាប់ទៅនោះគឺជាប្រាសាទចាស់មួយដែលធ្លាប់បានលេចចេញពីដងចងមុនតាមពិតអាលីបាបាគឺតាមរកដងចងនោះក៏ព្រោះតែខ្លួនគឺចង់បានទ្រព្យសម្បត្តិហើយក៏ចង់បានអ្វីដែលខ្លួនចង់បានដែរខណៈដែលអាឡាឌីនវិញគឺកំពុងស្រក់ទឹកមាត់ព្រោះនៅជុំវិញខ្លួនឯងគឺសម្បូរទៅដោយផ្លែឈើបន្ទាប់មកអាឡាឌីនក៏បានបុកនារីម្នាក់មើលទៅនាងដូចជាចម្លែកជាងគេបន្តិចខណៈដែលអាលីបាបាក៏បានសុំទោសក្មេងស្រីនេះតែនៅពេលឮអាឡាឌីនចោទសួរនាងក៏បានអោនចុះក្រោមដើម្បីបិទបាំងច្រវាក់ជាប់ជើងបណ្ដាលឲ្យផ្លែឈើក៏ចាប់ដើមជ្រុះអស់ហើយអាលីបាបាក៏បាននិយាយទៅតាមពិតក្មេងស្រីនេះគឺជាទាសករជាមនុស្សដែលត្រូវបានគេទិញឬលក់ដូរជាទំនិញហើយគ្មានអ្វីមកផ្លាស់ប្ដូរអំពីឋានៈពួកគេបានទេលុះត្រាពួកគេស្លាប់ទើបអាចលុបបំបាត់ឋានៈមួយនេះបានឬអាឡាឌីនមិនបានខ្វល់អីទេក៏ចាប់ផ្ដើមផ្លុំត្រែឡើងបណ្ដាលឲ្យច្រវាក់ជាប់ជើងនាងក៏ចាប់ផ្ដើមដាច់ជាពីរមិនតែប៉ុណ្ណោះអាឡាឌីនក៏បានឲ្យក្មេងស្រីនេះចេញទៅចាប់ផ្ដើមជីវិតដូចជាមនុស្សធម្មតាវិញកាលដែលឃើញអញ្ចឹងមនុស្សជុំវិញនេះក៏ចាប់ផ្ដើមពោលឡើងមិនបានជាក្មេងប្រុសនេះគេដោះលែងទាសករអញ្ចឹងសូម្បីអាលីបាបាក៏បាននិយាយដែរទង្វើមួយនេះគឺមិនល្អទេស្របពេលអាប៉ែម៉ាប់នេះក៏បានបង្ហាញខ្លួនចេញមកដោះលែងទាសករហើយធ្វើឲ្យរបស់ខូចខាតគឺមានទោសធ្ងន់ណាស់កាត់ដៃពួកឯងម្ខាងមិនទាន់សងសំណងអស់ផងជីវិតជាទាសករគឺកំសត់ណាស់ទោះបីត្រូវគេធ្វើអីក៏ដោយក៏ពួកវាគ្មានសិទ្ធិត្អូញត្អែដែរដោយពិបាកភ្នែកមើលពេកអាឡាឌីនក៏បានស្រែកគាត់ឈប់ហើយការដែលឃើញបែបហ្នឹងអាប៉ែម៉ាប់នឹងក៏បានឲ្យអង្គរៈគេចាប់ពីអ្នកនេះចេញទៅស្របពេលអាឡាឌីនក៏ចាប់ផ្ដើមផ្លុំត្រែបង្កើតបានទៅជាដៃយ៉ាងធំហើយវាឲ្យចាស់ចាមនេះឡើងប៉ើងស្របពេលដំណើរគ្នាទាហានដែលយាមទីក្រុងនេះក៏បានធ្វើដំណើរមកដល់ហើយការដែលឃើញបែបនេះអាលីបាបាក៏ចាប់ទាញអាឡាឌីនចេញទៅហើយក្មេងស្រីនេះវិញក៏ចាប់ផ្ដើមគេចខ្លួនដែរបន្តមកអាលីបាបាក៏បានចោទសួរទៅតើមានរឿងអីកើតឡើងនៅមុននេះហេតុអីបានជាមានរបស់អ្វីមួយវាក៏ស្រាប់តែបង្កើតបានដៃយ៉ាងធំទៅវិញតាមពិតទៅគាត់គឺមានឈ្មោះថាអ៊ូហ្គោជាមិត្តល្អរបស់ខ្ញុំតែគ្រប់គ្នាគេហៅគាត់ថាឌីជីនឬហើយអាលីបាបាក៏មានការភ្ញាក់ផ្អើលដែរ
ឌីជីនគឺស្ថិតនៅក្នុងរឿងព្រេងដងចងបើជានៅជាមួយអាឡាឌីនទៅវិញហើយតាំងពីដើមមកពីរអ្នកនេះមិនដែលស្គាល់គ្នានោះទេគឺទើបតែស្គាល់នៅពេលជួបដើមរឿងប៉ុណ្ណោះងាកមកខាងនេះវិញយើងក៏បានឃើញបរិសម្នាក់កំពុងចោទសួរពីរឿងទាសកររត់គេចខ្លួនខណៈដែលប៉ែម៉ាប់នេះក៏បាននិយាយដោះសារដែរតាមការពិតទៅបរិសនេះគឺមានឈ្មោះថា Lord Jamil ជាអ្នកគ្រប់គ្រងនៅតំបន់នេះដោយផ្ទាល់ហើយបច្ចុប្បន្នគាត់មិនបានខឹងលើប៉ែម៉ាប់នឹងទេព្រោះគាត់ក៏បានដឹងរឿងរ៉ាវអស់ទៅហើយមិនតែប៉ុណ្ណោះគាត់ក៏បានអាប៉ែម៉ាប់នេះធ្វើការងារខ្លួនមួយដែរតែរឿងក៏បានកាន់មកខាងអាឡាឌីនវិញពេលនេះអាលីបាបាកំពុងយកចិត្តលើអាឡាឌីនណាស់ព្រោះអាឡាឌីនគឺមានឌីជីននៅក្នុងដៃហើយមួយផ្លែតក្រោយអាប៉ែម៉ាប់នេះក៏បានរកឃើញពួកគេទាំងពីរព្រមទាំងបានជំរិតទារប្រាក់ពីអាលីបាបាទៀតតែអាលីបាបាវិញគ្មានប្រាក់ឲ្យទេទើបគាត់ក៏បាននិយាយចេញមកចាំពេលខ្លួនឯងទៅរកប្រាសាទអាត់កំបាំងឃើញខ្លួននឹងយកមាសប្រាក់ទាំងអស់មកសងពួកគេឲ្យគ្រប់ឬហើយពួកវាក៏បានចាប់ផ្ដើមសោចព្រោះប្រាសាទអាត់កំបាំងនេះគឺស្ថិតនៅក្នុងរឿងព្រេងប៉ុណ្ណោះអាលីបាបាបើជាជឿជាក់ដល់ថ្នាក់នឹងទៅវិញចុងក្រោយអាលីបាបាក៏ត្រូវបានអាប៉ែម៉ាប់នេះចាប់ទៅធ្វើការវិញហើយការងារដែលត្រូវធ្វើគឺដឹកទាសករនិងអំណោយស្រាយជាច្រើនទៅប្រទេសជិតខាងនេះជាបទបញ្ជារបស់ Lord Jamil និយាយរួមទៅក្នុងចំណោមទាសករនោះក៏មានក្មេងស្រីធ្លាប់រត់គេចខ្លួនដែរតែពេលនេះបែរជាត្រូវបានគេចាប់មកទៀតហើយខណៈដែលអាប៉ែម៉ាប់នេះក៏ចាប់ផ្ដើមមើលងាយទៅលើទាសករចង់ធ្វើបែបណាក៏បានដែរហើយនៅពេលឮបែបនេះអាលីបាបាក៏បាននិយាយយល់ស្របបណ្ដាអាឡាឌីនក៏បាននិយាយចេញដែរមើលទៅអាលីបាបាគឺពិតជាកុហកខ្លួនឯងសមណាស់ដែលមានន័យថាអាលីបាបាគឺមានចិត្តចង់ជួយទាសករតែខ្លួនឯងបែរជាយល់ស្របលើរឿងនេះទៅវិញហើយនៅពេលធ្វើដំណើរទៅដល់មាត់ជ្រោះមួយក៏មានបិសាចរុក្ខជាតិបានបង្ហាញខ្លួនចេញមកបណ្ដាលឲ្យក្រុមមួយនេះមិនអាចធ្វើដំណើរទៅមុខបានទៀតទេការដែលឃើញបែបនេះគ្រប់គ្នាក៏បានស្រ័យរទេះចេញពីសេះព្រមនឹងការពារស្រាជាជាងការពារទាសករស្របពេលក្មេងស្រីពីរនាក់ក៏បានធ្លាក់ពីមាត់ជ្រោះហើយអាលីបាបាវិញគឺមិនអាចជួយពួកគេបានទេបណ្ដាលឲ្យអ្នកទាំងពីរក៏បានធ្លាក់ចូលទៅក្នុងមាត់បិសាចផ្កានេះហើយនៅពេលឃើញបែបនេះអាប៉ែម៉ាប់នេះបើចោលអាលីបាបាទៅមើលស្រាជំនួសវិញមិនចាំបាច់ខ្វល់អំពីទាសករនោះទេឬហើយអាលីបាបាខឹងណាស់តែខ្លួនឯងមិនអាចធ្វើអ្វីបានទេបានត្រឹមតែបួងសួងក្នុងចិត្តប៉ុណ្ណោះអ្នកណាក៏បានសូមជួយពួកគេផងពួកគេគឺមិនទាន់ស្លាប់ទេបើនៅបែបនេះទៀតអ្នកទាំងពីរច្បាស់ជាខ្លាចជាចំណីផ្កានេះបន្ទាប់មកប៉ែម៉ាប់នេះក៏បានហៅអាលីបាបាចាស់ចេញទៅក៏យកស្រាទៅសំខាន់ជាងឬហើយអាលីបាបាខឹងណាស់ក៏បានវាយទៅម្ដាយបណ្ដាលឲ្យប៉ែនឹងក៏ចាប់ផ្ដើមដាច់ផ្ងាទៅក្រោយហើយនៅបាននិយាយចេញមកទៀតស្រានោះគឺគ្មានតម្លៃស្មើនឹងជីវិតរបស់មនុស្សទេបន្ទាប់មកអាលីបាបាក៏បានលោតចុះទៅក្រោមអមជាមួយស្រាមួយធុងតែមើលទៅបិសាចផ្កានេះគឺពិតជាស្វិតពេកពិបាកក្នុងការហែកសម្បកវាចេញណាស់ស្របពេលអាឡាឌីនក៏បានផ្លុំត្រែហៅអ៊ូហ្គោឲ្យចេញមកដើម្បីជួយក្មេងស្រីនេះវិញឃើញបែបនេះអាលីបាបាក៏បានយកធុងនោះគប់សម្ដៅទៅកាន់បិសាចផ្កាបណ្ដាលឲ្យវាក៏បានដោះលែងអ្នកទាំងពីរតែនេះមិនទាន់ចប់ត្រឹមនឹងទេភ្លាមវាក៏បានកសោបរាងកាយអាលីបាបានិងអ៊ូហ្គោជាប់បណ្ដាលអាលីបាបាក៏ចាប់ផ្ដើមធ្លាក់ចូលទៅក្នុងលំអងផ្កានេះវិញការដែលឃើញបែបនេះអាឡាឌីនក៏បានទិញកសែងលើក្បាលចេញមកព្រមទាំងកសោបយកធុងស្រាទៅលើអាកាសជាច្រើនបណ្ដាលអាលីបាបាក៏ចាប់ផ្ដើមភ្ញាក់ផ្អើលទៀតហើយតាមពិតទៅកសែងនេះជាកម្រាលព្រំដែលមានឈ្មោះថា Cloud ដែលខ្លួនឯងខំតាមរយយ៉ាងយូរវាបែរជានៅជាមួយអាឡាឌីនទៀតហើយក្នុងពេលនឹងដែរអាប៉ែម៉ាប់នេះក៏ចាប់ផ្ដើមយំព្រមទាំងបានសុំវល់អាឡាឌីនកុំឲ្យបំផ្លាញស្រានេះសោះតែនេះមិនយ៉ាងអាចខាត់អាឡាឌីនបានទៅចុងក្រោយអាឡាឌីនក៏បានទម្លាក់ស្រានេះចុះទៅក្រោមព្រមទាំងអាចបញ្ឈប់បិសាចផ្កានេះបានបណ្ដាលឲ្យបញ្ហាក៏ត្រូវបានបញ្ចប់ដែរស្របពេល Lord Jamil ក៏បានមើលពីត្រយម្ខាងដែរតែគាត់បែរជាចាប់ផ្ដើមសប្បាយចិត្តទៅវិញហើយចុងក្រោយគេក៏បានបង្ហាញដែរកាលដែលអាឡាឌីនជួបជាមួយអ៊ូហ្គោគាត់ក៏បានសុំអ៊ូហ្គោធ្វើជាមិត្តស្របពេលអាលីបាបាក៏យកព្រមសំណើរបស់អាឡាឌីនគឺចាប់ផ្ដើមធ្វើជាមិត្តនឹងគ្នាតាកាយើងជួបគ្នាទៀតតែរដូវផ្ការីឆ្នាំក្រោយយើងជួបគ្នាទៀតក្រោយមកទៀតយើងក៏បានឃើញអាលីបាបាក៏បាននាំអាឡាឌីនមកច្រកប្រាសាទនេះដងចងហើយបើតាមការរៀបរាប់របស់អាលីបាបាច្រកទ្វារមួយនេះគេមានឈ្មោះថាអាម៉ុនបើសិនបើពួកយើងចូលតាមច្រកនេះគេអាចចូលទៅដល់កន្លែងដែលយើងចង់ទៅហើយតែក្រោយមកអាលីបាបាបែរជាចង់បដូរចិត្តវិញរួចក៏បានចោទសួរទៅកាន់អាឡាឌីនវិញតើអាឡាឌីនក៏ចង់ចូលទៅក្នុងឬអត់ព្រោះទីនេះគឺមានគ្រោះថ្នាក់ណាស់ស្របពេលអាឡាឌីនក៏បានអស់កម្លាំងព្រមទាំងបានដួលទៅលើអាលីបាបាបណ្ដាលឲ្យពួកគេទាំងពីរក៏បានឆ្លងទៅដល់មិនសិនមួយទៀតចំពោះហេតុការណ៍នេះអាលីបាបាក៏មានការភ្ញាក់ផ្អើលដែរពេលនេះខ្លួនឯងដូចជាកំពុងស្ថិតនៅក្នុងចក្រវាឡមួយទៀតហើយត្រង់កន្លែងនេះដូចជារឿងចម្លែកបន្តិចអាលីបាបាជាអ្នកនាំអាឡាឌីនមកតែពេលឆ្លងដៃមិនសិនអាលីបាបាបែរជាមានការភ្ញាក់ផ្អើលទៅវិញ
เมื่อเตออาจกำบังระบาอาลีบาบาคือมีนชรานเจอาลาดินเตียดบรรทอมาอาลีบาบากับบ้านจอดสู่ครูนไอได้แต่เป้ในครูนกับปุ้งเนตีนะฮัดไอปีว่าดอต่างหากมาแล้วสอบเปอาลีบาบากระจับดามเฉียบเปิดปลูที่นี้คือมิ้นกรุงจังชรานะวิหารใบโดยจมีนเนี่ยได้โจมามนครูนจังหายเพลียมจึงเกี้ยงที่นี้ใบจะใช้โดยครูนไอตัววิงโดยเมื่อเติมมันสูลอาลีบาบากับน้องมาลาดินจ่าเจงเตอหายฮัดการมวยนี้อาลีบาบาชงอนะเพลิงระบากายโยไอเฉสหายจึงจะสั่งโดดเตียดแต่ละดินวิงใบเชียในยัยซาแต่การอาลีบาบาสอบเปดำนาขณีลอดเชมิลคือจ้องโจแต่ขนมดองจองนูหายอ่องกระระบกอดคือกระป้องหามขอดกอดได้แต่ลอดเชมิลวิงใบเชียในยัยไอพลายคล้วนไอกระร้องจำกอดอยู่มาหายเวดอลเปหายได้คล้วนไอกระเตอลางแต่กำปูปอมสอบเปลาดินหนังอาลีบาบาวิงคือกระป้องรถกิดคล้วนกลัวเนื้อตีนี้คือสมบูรณ์ดอยอันเตะบรรทอมาลาดินก็บ้านจับดำออกกำลังหายรู้คล้วนไอมันบ้านยำไอตัวแต่ซอหน้ามวยกาได้ก็หาอูโกเจงเมาอูโกคือบ้านสโลยกำลังคล้วนเตียนจังหายคล้วนไอคือรถแต่ตุนซอยเตออ๋อบาดเพยเต้เบอร์ไอเคลียนจำชมรอยฮบเนื้อตีนี้มีสัตว์จำชมรอยสัตว์ไอยามแต่เป้เงียบมาวิ่งอาลาดินกำปงเตอสมอยจับซีเคยแบบนี้อาลีบาบากะเตอาลาดินมาวิ่งบรรทอมาสมอยอย่างนี้ก็จับดำเจงมากันแต่จานแต่นี้มันแม่นจะปัญหาเต้ปรุเมื่อเตเวียคือเปิดจะอ่อนเป๊กตรมโกนกำบัดธรรมดาอาลีบาบาแกย่อยชนะเวสรูได้แต่ใกล้เมาเวียก็ทราบแต่ประโมดมคณีบังการเตยจีริ้งกายดอกทอมวยมันตายปะเนาะเวียก็เจ้าบัญจังทางมาโปรเวตมุนมาเตียนจ้องกลายอาลาดินกับบ้านก็หาอูโกเชงเมาคือดำใบตบตัวชมวยเวียแต่เรียงกายระบเวียก็อาจจะในแรดบานมาวิงการเดวิธรรมดามันอาย่อยชนะเวียบานจังหาอาลาดินกับโดมาปราทอกระดาวิงบรรดาละได้อูโกก็อาจบัญจังเวทมนต์มาบานหายมันจำอยู่หนูอูโกกับบ้านเวมาได้เจงเตอบรรดาละใบไซสมอยนี้ก็งอบ700 บาทเตอบรรทอมาลาดินก็จับรำสันลอบปลูกครูนไอคือปราประทางมาปูออชรานเปกหายชมพูปัญหานี้อาลีบาบากับเมียนการชงอได้ให้ได้บันเจอูโกคือซีทำมาปูละลาดินชรานมาแล้วโดยจ้องดังเรื่องชรานเปกอาลีบาบาก็ยอดไตรนมาพลมแต่เวียมันบ้านพอต่อแต่ซอบรรดาละอาลีบาบาก็จับรำโจได้บจ้องปลาตรายมวยนี้ตัวแต่ครูนก็ใจอ่านเพศาในซันแต่เพศามวยนี้ครูนไอคืออ่านมันโจตัวแต่ซอให้ได้บันเจลาดินก็อ่านเพศาในบ้านให้มาดอเปนี้ครูนมันต้นดังเอาไว้ยังเปียลาดินโนเตมย่างเตียดาลาดินก็มันต้นสกอปวอนครูนไอได้สอบเปลอนแชมิลก็สมได้มารอตีนี้บรรดาลาลีบาบาก็มีการชงอได้ให้ได้บันเจลอนแชมิลคือมอตีนินจังแต่ในยัยมันตอนจับพ้องขมิ้นใส่เดชิตีสกอหลึกหมุนกับบานมาให้ครูนปีกรอยกอดบรรทอมาลอดเชมิลนังตีสกอนี้กับบานดาวสมได้ตรอลาดินอาจเมียนบานคอหลังปีอาลีบาบาเตมันตายปะเนาะลอดเชมิลบายจะอ้อนกรบอาลาดินพร้อมทั้งบ้านหายกอดท้าโลกมาจามากีครูนกระร้องจามากีอริยะเปดอบชนะมาหายในบ้านเจออาลาดินจ้าเจงเตอเตียดเคยแบบนี้อาลีบาบากับบ้านจอดสู่เตอแต่ลอดเชมิลกำปงเถื่อไอให้ได้บานชิมาเจออาลาดินเตอวิงหรือให้ก่อนมันบ้านควาลิชานเตบายจะอ้อยอาลีบาบาคือจ้าเจงเตอแต่อาลีบาบาวิงคือมันบ้านโยลไว้ตัวแต่ซอกดกันได้จอดสู่ดอได้มือแต่ไอ้กูถอยนะกูตาสำลับวิจอเตอบนโต๊ะมอติสกอโดยมิชมูทางกูตากับบานอัดแท็กสำได้ตัวเลยอาลีบาบาแต่บายจะตราอาลีบาบาคือจับถ้วยจำนำขมังเตอวิงลอดเชมิลกับบ้านเตียได้อาลีบาบาเมื่อเตอครูนไอก็เมื่อสราอาลีบาบาเปย์แต่ใกล้มาก็สรับแต่ลือเจ้าชุดบาเทียบนั่งลงมาจามากีไอ้คือขมิ้นน้ำลายไอตัวแต่ซอเตียสกอถนัดเตียบดูเจไอตัวสลับกับมันไอได้โปรโลกมาจามากีเจก็ได้สังคมระบำมนุษย์จิตยืมมันควอลไอตังอ้อเนี่ยนาได้เรียงเพลย์ยืงคือสำรับเจ้ามันหรือหมกเตจ้องกลายลอดชามิลกับบ้านฮาลีบาบามาทเวกาครูนวิงปลุกครูนไอกับปิ้งจัดเลยอาลีบาบามันตายปะเนาะกอดกับบ้านใจปราบได้เรื่องกรุบจางเจพันการระบบกอดตังอ้อบรรทอมาปูเกกับบ้านทเวดำนาแต่ดอชรอมอนในเกรียแต่เมื่อเติบเพลิงโดยจะใช้คลังเปย์หนักหายหายตราการเนี่ยแต่บัดกันเลยโยนเติบบ้านโอ้ยเชื่อวันช่างไงนะไอเยอะเลยเติบถูกจะคล้ายชนัวเติบบัดกันเลยโยนนุ่งบ้านทเวเป็นบ้านคืองอบอาลีบาบาคือมันช่างทเววิโนเตแต่เด็กครูนายชุบแปกโกนาลาดินช่างหายกับตราทเววิบ้านบรรทอมาเยืองกับบ้านเคยอาลีบาบาคือเปิดจะอาจบัดกันเลยโยนนุ่งบ้านมาได้ละทีนี้กับบ้านคลายจะทอมดาวิง
តែមួយសន្ទុះក្រោយមកខ្លួនឯងបែរជាត្រូវអណ្ដាតភ្លើងកសោបជាប់តាមពិតទៅឡតជាមីលក៏បានដឹងអស់បាត់ទៅហើយតែគាត់បែរជាឲ្យលីបាបាក៏ទៅស្លាប់ទៅវិញស្របពេលអាឡាឌីនក៏ចាប់ផ្ដើមដឹងខ្លួនដែរហើយក៏មិនយល់ថាមានរឿងអីកើតឡើងទេមិនតែប៉ុណ្ណោះបែរជាអត់ឃើញអាលីបាបាទៀតចុងក្រោយឡតជាមីលក៏បានបោកទៅកាន់អាឡាឌីនខ្លួនមកទីនេះគឺដើម្បីជួយលោកម្ចាស់ម៉ាហ្គីហើយមុនពេលខ្លួនឯងមកដល់អាលីបាបាក៏បានលួចត្រាយវេទមន្តព្រមទាំងបានចាកចេញបាត់ទៅហើយតាមការពិតទៅអាឡាឌីនមិនបានស្គាល់ពួកគេទេតែពួកគេបែរជាចាត់ទុកខ្លួនឯងជាលោកម្ចាស់ទៅវិញបន្ទាប់មកឡតជាមីលក៏បាននិយាយរ៉ាយរ៉ាប់វិញបរិះមាសធំនេះគឺមានឈ្មោះថាគូលតាសហើយក្មេងស្រីនេះគឺមានឈ្មោះថាម៉ូជីអាណានិយាយរួមទៅអ្នកទាំងពីរជាទីស្គាល់ដែលមកពីកុលសម្ព័ន្ធខុសគ្នាក្រោយនិយាយរួចគាត់ក៏បានដើរចាស់ចេញទៅទុកឲ្យពីរអ្នកនេះគឺការពារលោកម្ចាស់ម៉ាហ្គីហើយនៅពេលស្ងាត់អាឡាឌីនក៏ព្យាយាមសួរជីកឬជីកគោលសួរចុះសួរឡើងខ្លួនឯងក៏បានដឹងដែរតាមពិតទៅអាលីបាបាក៏ត្រូវបានឡតជាមីលសម្លាប់បាត់ទៅហើយតែនេះមិនមែនជាការពិតអីទេអាលីបាបាក៏បានបង្ហាញខ្លួនចេញមកស្របពេលបិសាចក៏បានវាយលោកមកទីនេះហើយឡតជាមីលវិញបែរជាស្រែកឲ្យលោកម្ចាស់ម៉ាហ្គីជួយខ្លួនតាមពិតទៅអាលីបាបាក៏បានយល់អំពីកលឹះយន្តទាំងនេះនៅអំឡុងពេលភ្លើងឆាបឆេះគាត់ក៏បានចូលទៅម្ខាងទៀតទើបខ្លួនឯងគឺមានជីវិតដល់ពេលនេះដោយមិនចង់វែងឆ្ងាយពីអ្នកនេះក៏ចាប់ផ្ដើមកិច្ចខ្លួនទៅលើហើយអាឡាឌីនវិញក៏បាននិយាយចេញមកថ្ងៃក្រោយចាំពួកយើងជួបគ្នាទៀតហើយបើមានឱកាសម្ដងទៀតខ្ញុំនឹងទៅមើលព្រះអាទិត្យជាមួយនាងឮហើយបណ្ដាលឲ្យម៉ូជីអាណាក៏ចាប់ផ្ដើមសម្មាសម័យខ្លួនគឺរួចផុតអំពីទាស្ករព្រមនឹងចាប់ផ្ដើមមានសេរីភាពវិញតែនៅពេលឮសំឡេងឡតឆាមីលនាងបែរជាស្ទុះឡើងទៅខាងលើតែកម្រាលព្រមនោះខ្ពស់ពេកទើបបណ្ដាលឲ្យនាងមិនអាចចាប់បាននោះទេឃើញបែបនេះឡតឆាមីលគឺបានខឹងណាស់ដោយម៉ូជីអាណាគឺមិនអាចធ្វើវាបានកាត់ទៅខាងមុខវិញពីរអ្នកនេះក៏បានមកដល់មាត់ច្រកទ្វារមួយទៀតបើតាមសម្ដីអាលីបាបាបើយើងបើកទ្វារនេះហើយច្បាស់ជាអាចឃើញទ្រព្យសម្បត្តិនៅខាងក្នុងមិនខាននៅពេលបើកទ្វាររួចដៃមិនសិននេះក៏បានរសាត់បាត់ទៅមិនតែប៉ុណ្ណោះប្រាសាទនេះដងចងក៏បែរលេចចេញជាច្រើននៅពេលឃើញបែបនេះអាឡាឌីនក៏បាននិយាយដែរពួកយើងគឺមិនទាន់អាចចាកចេញពីដងចងនេះបានទេស្របពេលដំណើរគ្នាប៉មនៅក្បែរនេះបែរជាត្រូវឆេះដោយភ្លើងហើយក្រុមឡតឆាមីលគឺមិនទាន់អាចដោះស្រាយជាមួយសត្វបិសាចបានទេហើយបើតាមសម្ដីរបស់អ៊ូហ្គូដែលធ្លាប់និយាយលេងជាមួយអាឡាឌីនទីនេះប្រហែលជាតំបន់របស់ Necropolis រឿងនឹងបណ្ដាលអាលីបាបាឆ្ងល់ហើយតើអ៊ូហ្គូរូបរាងដូចជាគឺចេះនិយាយដែរមែនបើពេលចេញមកអត់មានក្បាលផងហ្នឹងឬអាឡាឌីនក៏បានតបទៅវិញមូលហេតុដែលអ៊ូហ្គូចេញមកគ្មានក្បាលក៏ព្រោះតែអ៊ូហ្គូគ្មានថាមពលគ្រប់គ្រាន់តែនៅពេលមានថាមពលគ្រប់គ្រាន់គាត់ច្បាស់ជាចេញមកដោយពេញរាងកាយតែដោយមិនចង់វែងឆ្ងាយផែនការរបស់អ្នកទាំងពីរបន្ទាប់គឺដណ្ដើមយកត្រៃវេទមន្តមកវិញព្រោះត្រៃវេទមន្តគឺនៅក្នុងដៃឡតឆាមីលមិនមែនអាលីបាបាជាអ្នកយកទេបន្តមកអ្នកទាំងពីរក៏បានបើកច្រកទ្វារប្រាសាទមួយនៅទីនេះគឺសម្បូរដោយទ្រព្យសម្បត្តិយ៉ាងច្រើនតែភ្លាមគោលតាសក៏បានបង្ហាញខ្លួនចេញមករួចក៏ដួលសន្លប់បាត់ទៅហើយនៅពេលឃើញរបួសច្រើនបែបនេះអាលីបាបាក៏ចាប់ផ្ដើមដឹងដែរថាវាជាស្នាដៃរបស់អ្នកណាកាលតែឃើញបែបនេះអាលីបាបាក៏ទាញកាំបិតចេញមកគឺដើម្បីការពារខ្លួនឯងតែឡតឆាមីលក៏ចាប់ផ្ដើមនិយាយឌឺដងតាអាលីបាបាមនុស្សថ្នាក់ទាបដោយអាលីបាបាបែរជាហ៊ានមកធ្វើខ្លាំងនៅមុខខ្លួនឯងទៅវិញនៅពេលឮពាក្យសម្ដីបែបនេះអាលីបាបាគឺខ្ពើមណាស់ស្ថិតនៅក្នុងដងចងមួយនេះមិនថាអ្នកណាមានឋានៈអីទេគឺសិតតែអត់បានការទាំងអស់ណាមួយឡតឆាមីលក៏មិនមែនជាមនុស្សល្អអីទេអញ្ចឹងហើយមិនសាសមឲ្យខ្លួនឯងគោរពឡើយនៅពេលឮបែបនេះបណ្ដាលឡតឆាមីលខាងណាស់ខ្លួនឯងចង់តែសម្លាប់អាលីបាបាចោលទេមិនចង់ទុកអាលីបាបាឲ្យនៅទើសដៃទើសជើងអញ្ចឹងហើយគាត់ក៏បានឲ្យម៉ូគីអាណាគឺទៅមើលលោកម្ចាស់ម៉ាហ្គីទុកឲ្យខ្លួនឯងគឺកម្ចាត់អាលីបាបាចោលទោះជាអញ្ចឹងក៏ដោយអាលីបាបាមិនបានខ្លាចអីទេខ្លួនឯងក៏ចង់បដៅឡតឆាមីលចេញដែរកុំឲ្យពេលនឹងក្អេងក្អាងពេកនេះជាឱកាសរបស់ឯងហើយឡតឆាមីលនៅក្នុងដងចងនេះគឺគ្មានន័យអីទាំងអស់ទោះមានទ្រព្យសម្បត្តិឬអំណាចប៉ុណ្ណាក៏ដោយពួកយើងគឺអាចស្លាប់បានគ្រប់ពេលបើឯងខ្លាចគឺអាចត្រឡប់ទៅវិញបាននៅពេលឮបែបនេះម៉ូគីអាណាភ្លឹកជាប់មើលទៅខ្លួនឯងគ្មានភាពក្លាហានដោយអាលីបាបាទេស្របពេលឡតឆាមីលក៏បានស្ទុះទៅអាថែកអាលីបាបាតែអាលីបាបាបែរជាអាចគេចដូចធម្មតាហើយរាល់ការអាថែករបស់ឡតឆាមីលគឺមិនអាចធ្វើអ្វីទៅលើអាលីបាបាបានទេហើយចុងក្រោយឡតឆាមីលក៏បានចាញ់ក្រោមដៃអាលីបាបាហើយនៅពេលចាញ់បែបនេះឡតឆាមីលកាន់តែមិនសុខចិត្តទៀតហើយមើលទៅអាលីបាបាមិនមែនជាមនុស្សធម្មតាអីទេដោយអាម៉ាស់មុខពេកឡតឆាមីលក៏បានស្រែកហៅម៉ូគីអាណាដោយមើលទៅមិនស្រួលអាលីបាបាក៏លេងក្បាច់មួយទៀតគឺបញ្ចូលឲ្យក្មេងស្រីនេះចាប់ផ្ដើមជីវិតថ្មី
ទីនេះគឺស្ថិតនៅក្នុងដងចង់មិនចាំបាច់ស្ដាប់បទបញ្ជាលតចាមៀលទេនាងគឺអាចមានសេរីភាពគ្រប់ពេលឃើញបែបនេះលតចាមៀលគឺពេញចិត្តណាស់ខ្លួនឯងនឹងឲ្យម៉ូគីអាណាខ្លាចទៅជាលេខ1នៃអង្គរៈក្បែរខ្លួនបន្ទាប់មកលតចាមៀលក៏ចាប់ផ្ដើមធ្វើបាបអាលីបាបាព្រោះខ្លួនឯងគឺស្អប់អាលីបាបាណាវាហាក់បីដូចជាអាលីបាបាគឺអស្ចារ្យជាងខ្លួនឯងអញ្ចឹងនិយាយរួមទៅអាប៉ែហ្នឹងគឺរោគចិត្តខ្លាំងណាស់ឲ្យតែអ្នកណាគឺល្អជាងខ្លួនវាគឺចង់តែសម្លាប់គេចោលទាំងអស់ហើយនៅក្នុងពេលហ្នឹងដែរលតចាមៀលក៏ឲ្យម៉ូគីអាណាគឺសម្លាប់អាលីបាបាចោលបណ្ដាលឲ្យម៉ូគីអាណាក៏សម័យបកក្រោយបន្តិចនៅអំឡុងពេលខ្លួនឯងនៅក្មេងខ្លួនឯងក៏ត្រូវលតចាមៀលធ្វើបាបរហូតហើយនៅពេលបច្ចុប្បន្នវិញខ្លួនឯងគឺខ្លាចរហូតស្ដាប់បទបញ្ជាលតចាមៀលគ្រប់យ៉ាងស្របពេលដាវនៅក្នុងដៃម៉ូគីអាណាបានជាត្រូវលុបបំបត្តិទៅវិញបណ្ដាលឲ្យគ្រប់គ្នាក៏មានការភ្ញាក់ផ្អើលណាស់ហើយតាមការពិតទៅវាជាស្នាដៃរបស់អាឡាឌីនបន្ទាប់មកអាឡាឌីនក៏បានដើរទៅរកអាលីបាបាអត់បានខ្វល់អំពីពួកគេទាំងអស់ដោយខឹងខ្លាំងពេកអាឡាឌីនក៏បានសុំត្រែមកវិញតែលតចាមៀលក៏បានបដិសេធបើចង់បានត្រែវេទមន្តទៅវិញអាឡាឌីនក៏ត្រូវយកឈ្នះខ្លួនឯងសិនដោយនិយាយស្ដាប់គ្នាមិនបានអាឡាឌីនក៏លេងធေါ်ក្តៅវិញទោះបីគ្មានត្រែវេទមន្តអាឡាឌីនក៏អាចប្រើវេទមន្តបានដែរបើដល់ម៉ូឈីណាក៏ត្រូវបានគៀបសង្កត់ជាប់ហើយលតចាមៀលវិញបែរជាសមាជិកខ្លាំងណាស់វាគឺពិតជាដោយដែលលោកគ្រូនិយាយមែនក្មេងនេះគឺជាអ្នករៀបចំផ្លូវរបស់ស្ដេចជាសិស្សស្រើដែលមានឈ្មោះថាម៉ាហ្គីដ៏អស្ចារ្យដោយមិនចង់វែងឆ្ងាយទៀតអាឡាឌីនក៏ទារត្រែវេទមន្តមកវិញលតចាមៀលក៏មិនបានថាអ្វីដែរតែខ្លួនក៏បានចោទសួរទៅតែលោកម្ចាស់ម៉ាហ្គីនឹងរៀបចំឲ្យខ្លួនខ្លាចជាស្ដេចមែនទេមើលមកខ្ញុំគឺពិតជាអស្ចារ្យណាស់កាលនៅក្មេងលោកគ្រូក៏ធ្លាប់ប្រាប់ខ្លួនឯងដែរខ្លួននឹងខ្លាចជាស្ដេចនៅពេលអនាគតស្ដេចនៅក្នុងភ្នែករបស់ខ្ញុំលតចាមៀលឯងគឺគ្មានអីពិសេសទេនៅពេលស្ដាប់ឮបែបនេះលតចាមៀលអស់សង្ឃឹមណាស់ហាក់បីដូចជាខ្លួនឯងគឺបាត់បង់អ្វីៗគ្រប់យ៉ាងហើយអាឡាឌីនវិញក៏បានហៅអាលីបាបាចាស់ចេញទៅមិនចាំបាច់ខ្វល់អំពីពួកគេទេគោលដៅរបស់ពួកយើងគឺស្វែងរកអត្ថកម្បាំងនៃរឿងព្រេងនិទាននេះតែមិនទាន់បានចាស់ចេញផងវេទមន្តជាច្រើនក៏បានលេចចេញមកជាពិសេសបរិសចំណាស់មួយនេះមើលទៅមានធំដូចជាហើយមិនទាន់ដឹងច្បាស់ថាគាត់ជាអ្វីទេតែពួកឯងនិយាយអីមុននេះតែអ្នកណាគឺជាស្ដេចក្មេងស្រីនេះក៏មិនមែនដែរអាប៉ែនេះគឺរត់តែអត់ទេក្មេងនេះជាស្អីអញ្ចេះតាមពិតឯងគឺលឺហាលីបាបាគឺស្មានថាខ្លួនឯងជាស្ដេចក៏ចាប់ផ្ដើមប្រកែកទៅមើលទៅលោកគឺនិយាយលេងសើចពេកហើយខ្ញុំមិនមែនជាស្ដេចអីទេតាមពិតទៅបរិសចំណាស់នេះគឺសំដៅលើអាឡាឌីនទេគាត់គឺមានឈ្មោះថាអាម៉ុនជាអ្នកគ្រប់គ្រងនៃប្រាសាទដងចងមួយនេះស្របពេលអូហ្គោក៏បានបង្ហាញខ្លួនចេញមកព្រមទាំងបានរៀបរាប់អំពីបញ្ហាទាំងអស់ទៅកាន់អាម៉ុនក្នុងនាមយើងជាម្ចាស់នៃដងចងជើងសូមប្រកាសពួកឯងទាំងពីរនាក់គឺជាជើងឯកនៅទីនេះលឺហើយបណ្ដាអាលីបាបាក៏ចាប់ផ្ដើមសប្បាយចិត្តមិននឹកស្មានថាខ្លួនឯងគឺអាចយកឈ្នះស្រួលអញ្ចឹងទេបន្ទាប់មកអាឡាឌីនក៏បានចោទសួរទៅវិញតើពាក្យថាម៉ាហ្គីជាអ្វីលោកម្ចាស់មិនទាន់ដឹងទេមែនពាក្យថាម៉ាហ្គីគឺសំដៅទៅលើបុគ្គលនាំសារម៉ាហ្គីជាអ្នករើសស្ដេចនៅអនាគតនៅពេលបុគ្គលណារៀបនឹងខ្លាចទៅជាស្ដេចគឺសុទ្ធតែម៉ាហ្គីជាអ្នករៀបចំទាំងអស់មិនថាបុគ្គលនោះជាអ្វីទេមិនថាប្រាជ្ញាឬចំណេះដឹងខាងវេទមន្តឬរបៀបខ្លាចជាស្ដេចគឺសុទ្ធតែម៉ាហ្គីជាអ្នករៀបចំទាំងអស់ហើយបុគ្គលណាក៏ដោយឲ្យតែម៉ាហ្គីជ្រើសរើសគឺសុទ្ធតែអាចខ្លាចជាស្ដេចទាំងអស់ស្របពេលទីនេះក៏ត្រូវបានវាបហាដោយបុគ្គលម្នាក់បណ្ដាលអាម៉ុនក៏ចាប់ផ្ដើមនិយាយឡើងមើលទៅបុគ្គលនោះកំពុងបាត់ផ្លូវដែលមិនសិនបើគេធ្វើបានសម្រេចគ្រប់គ្នាគឺមិនអាចចេញទៅវិញបានទេអញ្ចឹងហើយត្រូវតែប្រញាប់មិនអាចនៅយូរបានទេនៅពេលគ្រប់គ្នារៀបចាកចេញទៅលតចាមៀលដូចមិនបានខ្វល់អីទេហើយម៉ូគីអាណាក៏បានស្ទាក់ស្ទើរដែរតែគួរតែចោលលតចាមៀលឬអត់ខណៈដែលកូតាក៏បានចេញមកព្រមនឹងឲ្យម៉ូគីអាណាចាកចេញទៅបុគ្គលម្នាក់នេះគឺអាក្រក់ណាស់មិនអាចឲ្យគាត់ទៅបានទេស្ដាប់ខ្ញុំណាម៉ូគីអាណាអ្នកគឺត្រូវតែទៅផ្ទះវិញទៅប្រទេសរបស់អ្នកនេះជាគោលបំណងចុងក្រោយរបស់ខ្ញុំចុងក្រោយកូតាក៏បានដើរចាកចេញទៅទុកឲ្យម៉ូគីអាណាគឺមានសេរីភាពឡើងវិញហើយលីបាបាក៏មិនភ្លេចដែរគឺយកទ្រព្យសម្បត្តិចាកចេញទៅវិញសូម្បីអាម៉ុនក៏បានចូលទៅក្នុងអវ័យមួយរបស់លីបាបាដែរហើយនៅក្រៅដៃមិនសិនវិញគឺយើងបានឃើញប្រាសាទដងចងគឺចាប់ផ្ដើមដួលរលំហើយបរិសម្នាក់ក៏បាននិយាយឡើងតែលោកម្ចាស់ម៉ាហ្គីគិតត្រូវហើយមែនឬហើយគាត់មិនបាននិយាយច្រើនទេក៏ឲ្យប៉ែនឹងគឺចាស់ចេញទៅវិញមើលទៅរឿងនឹងគឺមានអាចកំបាំងច្រើនណាស់មើលទៅដូចគ្មានអ្វីត្រូវគិតទៀតទេខ្ញុំនឹងយកប្រាក់ទាំងអស់នេះទៅទិញកេរ្តិ៍ឈ្មោះនៅស៊ីនទ្រាជាទីតាំងដែលស៊ីនបេតគឺបានបង្កើតឡើងនេះជាក្តីស្រមៃរបស់ខ្ញុំគឺជាក្តីស្រមៃរបស់ស៊ីនបេតតែយ៉ាងណាក៏ដោយអាលីបាបាក៏អរគុណអាឡាឌីនដែរហើយបើគ្មានអាឡាឌីនខ្លួនឯងក៏នៅតែជាមនុស្សកំសាកមិនអាចក្លាហានដូចពេលនេះទេ
អូតាមពិតខ្ញុំគ្មានបានធ្វើទេលោកគឺក្លាហានតាំងពីដើមមិនថាគេមើងងាយប៉ុណ្ណាទេក្នុងនាមជាអាលីបាបាគេរក្សាកិត្តិយសខ្លួនឯងជានិច្ចមិនបានខឹងសម្បាលើគេហើយក៏បញ្ចេញស្នាមញញឹមមកទៀតអ្នកផ្សេងគឺមិនឲ្យតម្លៃមនុស្សគ្រប់គ្នាតែក្នុងនាមជាអាលីបាបាគឺខុសពីគេជីវិតមនុស្សគឺមានតម្លៃស្មើគ្នាចំណុចមួយនេះហើយខ្ញុំគឺពេញចិត្តលោកណាស់ចាប់ពីពេលនេះទៅពួកយើងគឺជាមិត្តនឹងគ្នារហូតស្វែងយល់អាត់កំបាំងនៅលើចក្រវាឡមួយនេះបន្តមកមនុស្សគ្រប់គ្នាគឺមានការភ្ញាក់ផ្អើលណាស់មកគីអាណានិងអាលីបាបាគេអាចចាច់ចេញពីដងចងព្រមទាំងមានទ្រព្យសម្បត្តិយ៉ាងច្រើនស្របពេលសាច់រឿងរបស់យើងក៏បានចប់ត្រឹមនឹងដែរអេដមីនសង្ឃឹមថាប្រិយមិត្តនឹងចូលចិត្តសាច់រឿងមួយនេះហើយចុចមេដៃមេជើងដាក់សញ្ញាកណ្ដឹងឲ្យអេដមីនម្នាក់មួយ